បាទថ្ងៃនេះជំរាបសួរក៏ដូចជាសួស្តីមកកាន់បងប្អូនទាំងអស់ខានអត្ថាធិប្បាយឬក៏បញ្ចូលសម្លេងយូរបងប្អូនខ្ញុំជាបងប្អូនខែនេះក៏ខែវស្សាត្រីក៏វាចុះអញ្ចឹងមកដើរដាក់បកាយបងប្អូនបង្កាយប្រហែលជា4-10ដើមទេបាទដាក់បង្កាយលេងដើម្បីថតចែកជូនបងប្អូនទស្សនាស្រុកស្រែជនបទបងប្អូននេះជាប់អានេះក្បាលវីដេអូមកជាប់ត្រីដែងបានចំនួនប្រហែលជា2-3ត្រីក្រាញ់លេត្រីចុះអីឥឡូវចេញដំណើរទៅហើយបាទទៅដាក់បង្កាយនៅខាងកើតភូមិខាងកើតភូមិនឹងឯងសបោទៅដោយខ្មោចលងទៀតតែសំខាន់ខ្មោចអត់លងយើងទៅលងខ្មោចវិញអត់ស៊ីបាទហើយដាក់បកាយរួចអីរួចយើងដើរត្រឡប់មកក្រោយវិញយើងមើលទៅលោកបានអីចឹងណាបងប្អូនតែនេះថតបានដល់ពេលដាក់ហើយទេបាទដល់ពេលទៅមើលមួយសាក្រោយទៀតអត់បានថតទេដោយសារមេឃរលឹមផងអីផងបាទត្រីអណ្ដែងជាប់មួយហើយខ្ញុំជាបងប្អូនបាទនេះចង់និយាយថាអែមដែរណាបងប្អូនឃើញទេត្រីអណ្ដែងបានពី3ចឹងមកត្រីទូក1-2ត្រីក្រាញ់ចឹងមកបានរួចមួយពេលលើកមកបានមកអញ្ចឹងបងប្អូនហើយយើងដើរត្រឡប់មកមើលតាមក្រោយមកវិញយើងដាក់រួចហើយបកាយក៏ច្រើនដែរបងប្អូនដោយសារយើងខ្ជិលដាក់ច្រើនទៅវិញជប់ជ្រៅដើរទៅខ្លាចខ្មោចលងមកអីផងចឹងយើងដាក់តែប៉ុណ្្នឹងដែរបាទត្រីស្រុកស្រែត្រីធម្មជាតិសុទ្ធមិនមែនត្រីទិញយកមកដាក់ទេបងប្អូនហើយស្រុកស្រែយើងខែនេះមិនខ្វះទេត្រីសំខាន់ឲ្យតែបងប្អូនហ៊ានចេញរកបងប្អូនហ៊ានចេញរកហ៊ានបានទេបងប្អូនមានដូចជាត្រីដែងត្រីផ្ទក់ត្រីក្រាញ់ត្រីអីចឹងទៅហើយបងប្អូនបើមិនខ្លាចទេអាចចេញដើររកបានហើយក៏ចាប់ក្តាមក៏ច្រើនដែរក្តាមអញ្ចឹងស្រុកស្រែជនបទយើងវាស្រួលចឹងឯងបាទនេះលើកមកនេះអូរួចបាត់ហើយទៅចុះធ្លាក់ទឹកបាត់ទៅដល់ឆាច់ធ្លាក់បាត់នុយថែមវិញហើយវីដេអូនេះមិនមែនទិញយកមកដាក់ទេបងប្អូនគឺដាក់ត្រីពិតដាក់ត្រីពិតទៅដាក់បង្កាយត្រីយកត្រីពិតបាទនេះទាញមួយទៅងាយងងបងប្អូនត្រីសិតតែត្រីទាញយ៉ាងឯងតែគាត់ថាវាគាត់ណាបិចនុយអត់ទាន់ខាំពេញមាត់ទេអញ្ចឹងគាត់ណាបិចអញ្ចឹងទៅវាទៅបាត់ត្រីក្រាញ់បងប្អូនធំដល់តោតែប៉ុតមេដៃហើយក៏ស៊ីបកាយដែរបាទត្រីយើងស្រុកស្រែនេះវាសបោវាសំខាន់តែយើងដាក់ទេតែយើងខ្ជិលដាក់បានឲ្យហូបទេត្រីខ្វះនេះបងប្អូនកូនទៅទូប៉ុតមេដៃហ្នឹងឯងមានធំមួយមិនអត់ទេដូចជាត្រីដែងត្រីទូអីហ្នឹងមានធំដែរតែបើយើងដាក់បង្កាយច្រើនយើងបានត្រីច្រើនដែរតែនេះបង្កាយតិចបាទហើយវីដេអូអត់មានច្រើនមាននេះវិញឆ្ងាយដែរបាទជំរាបតែប៉ុណ្ណេះអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំបាទអរគុណច្រើនបាយ